បាទអនុស្នេហ៍ត្រីតាន់សេងហួរប្រចាំការនៅទិសប្រាសាទតំនប្រាសាទតាកបីប្រាសាទខ្នានិងអូស្មាច់ខ្ញុំសូមរោគយុទ្ធធឿចំពោះបកគលឈ្មោះសាកូរ៉ាគាត់នៅការិយាល័យបច្ចេកទេសកងពលធំអន្តរាគមន៍លេខ 2 គាត់បានប្រមាថមើងងាយអាយុជីវិតខ្ញុំនិងប្រមាថផ្ទះកំភ្លៀងខ្ញុំនិងគាត់ប្រមាថជេរម្រាយខ្ញុំជាច្រើនលើកច្រើនសារដោយការប្រើអំពើហិង្សារបស់គាត់ចំពោះរូបខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើវីដេអូបោះបង់សមិទ្ធផលការងារ19ឆ្នាំបាទ20ឆ្នាំថ្មីទាំងអស់ដែលរដ្ឋចែកជាកាដូមកឲ្យខ្ញុំបាទកាដូមកឲ្យខ្ញុំបាទទាំងអស់នេះអាវលងាអាវប្រយុទ្ធបាទខោប្រយុទ្ធបាទអាវប្រយុទ្ធមួកបាទហើយទុស៊ីបាទកភ្លើងខ្ញុំអត់ប្រើទេបាទព្រោះកភ្លើងមានច្បាប់របស់កភ្លើងហើយពាក្យសម្ដីរបស់មនុស្សគ្រប់គ្រងនៅលើចំណេះដឹងបងកភ្លើងក្នុងទុស៊ីមាន3បងខ្ញុំត្រូវបញ្ជូនជូនរដ្ឋវិញបាទខ្ញុំមិនអាចទទួលយកបានប្រមាថមើងងាយខ្ញុំអាចទទួលយកបានក្នុងកិច្ចការងារទូខុសមុំគឺខ្ញុំព្រមទទួលព្រោះគេជាមេតែនេះប្រមាថមើងងាយដល់ឪពុកម្ដាយខ្ញុំជាឪពុកម្ដាយខ្ញុំច្រើនអាចុយម្រាយញឹកញាប់ច្រើនរោទេសកភ្លៀងខ្ញុំនៅទីបញ្ជាការវរៈរក្រោះលេខ65មេបញ្ជាការវរៈព្រមទាំងមេបញ្ជាការរងវរៈស្ដីទីគាត់បញ្ជាខ្ញុំឲ្យខ្ញុំទៅមើលការខុសត្រូវនៅខាងមុខក្រែងមានកេញឬចារកម្មនឹងកម្លាំងថ្មីយើងដែលគាត់ទៅផ្សារដេសេញខោអាវដេអីហ្នឹងគឺធុរៈចាំបាច់ក៏ឲ្យខាងកម្លាំងចាស់យើងនៅទីវិទ្យាការគាត់ជូនទៅដើម្បីរក្សាសុវត្ថិភាពចំពោះកងកម្លាំងថ្មីដែលគាត់មកឥឡូវខ្ញុំ20ឆ្នាំ21ឆ្នាំនេះខ្ញុំសូមលាលែងចេញពីតំណែងដោយខ្លួនឯងព្រោះខ្ញុំអយុត្តិធម៌បើមិនដន្ទាបុគ្គលនេះដកតំណែងហើយនឹងជាប់ពន្ធនាគារទេគឺខ្ញុំបោះបង់ការងាររដ្ឋនេះចោលខ្ញុំអត់សោកស្ដាយទេព្រោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំជាអនុស្នេហ៍ត្រីនឹងរយៈពេល20ឆ្នាំ21ឆ្នាំហើយអញ្ចឹងខ្ញុំទី1ខ្ញុំមិនចង់បានតំណែងទេនឹកឃើញយើងចាស់ហើយអាយុ50ឆ្នាំហើយយើងត្រូវការចូលនិវត្តន៍ 4-5 ឆ្នាំទៀតនឹងបានចូលនិវត្តន៍ស្រុកទេសសានប្រានតែឥឡូវខ្ញុំអស់ជំនឿនៃការដឹកនាំមេបញ្ជាការច្រើនមិនដឹងថាទូនាទីពីណាគេនៅក្នុងអង្គភាពមិនដឹងទូនាទីពីណាគេនៅក្រៅអង្គភាពដូច្នេះខ្ញុំសូមអំពាវនាវដល់ប្រមុខដឹកនាំមានសម្ដេចប្តីហ៊ុនម៉ាណែតព្រមទាំងសម្ដេចពុកជាមលុបដល់កូនចៅជួយយករោគយុទ្ធធឿដល់កូនចៅផងបាទសូមអរគុណ